គ្រប់នឹងជម្រាបសួរសួស្តីបងប្អូនបាទវិលមកជួបខ្ញុំសាយថ្មីតារ៉ៃបាទហើយនឹងផងដែរសូមនាំអារម្មណ៍បងប្អូនទៅទស្សនាវីដេអូពេញដែលខ្ញុំបានរកឃើញប្រឡងថ្មីមួយកន្លែងតារ៉ៃបាទអ្នកដើមរដូវវស្សានិយាយពីថាអាចដាក់មងចងសន្ទូចរកត្រីធ្វើជាម្ហូបក៏បានដែរគឺមិនខ្វះម្ហូបទេនៅតំបន់នឹងនិយាយពីត្រីគឺសម្បូរមែនតែនឥឡូវកុំឲ្យខាតពេលវេលាយូររងចាំទស្សនាវីដេអូពេញនៅបន្តិចទៀតនេះផងដែរបាទបាច់ឆាកបើក្បាលវីដេអូមកហើយក៏គ្រប់នឹងជម្រាបសួរសួស្តីបងប្អូនសាយថ្មីម្ដងទៀតបាទគឺខ្ញុំចេញដំណើរពីផ្ទះចាប់ផ្ដើមដើរតាមផ្លូវទៅហើយនិយាយពីថាថ្ងៃដែលខ្ញុំទៅនៅផងដែរគឺមេឃរៀងបើកថ្ងៃនឹងរលឹមសិចរាំងបានប្រហែលជា2ម៉ោងនឹងទេទើបខ្ញុំសម្រេចចេញពីផ្ទះចេញដំណើរទៅតែម្ដងហើយចំពោះកន្លែងខ្ញុំទៅផងដែរគឺនៅអត់ឆ្ងាយទេគឺនៅជិតផ្ទះទេគឺយើងអាចធ្វើដំណើរដោយជិះម៉ូតូឬក៏ដើរស្ម័យជើងក៏ទៅដល់ដែរគឺនៅតំបន់ហ្នឹងគឺស្រួលទេចិត្តមែនតែនតែអ្វីដែលខុសប្លែកវិញគឺថាអ្នកដើររដូវវស្សានេះនិយាយថាទៀកក៏សម្បូរមែនតែននៅតំបន់ខ្ញុំគឺសម្បូរណាស់ហ៊ានតែជើងចូលព្រៃគឺទៀកគឺមកដល់ជើងយើងតែម្ដងឥឡូវខ្ញុំចេញដំណើរអស់រយៈពេលមកស្ទុះធំប្រហែលជា2ម៉ោងក៏យើងក៏មកដល់ជិតមកស្ទឹងហើយជិតមកស្ទឹងនេះផងដែរគឺភ្លៀងទេពនឹងស្រាក់ហើយទេទេពនឹងភ្លៀងហើយច្រឡំពុកម៉ែបងប្អូនបាទក៏មកដល់កន្លែងនេះយើងទៅរៀបចំដំណាក់គេងនៅងាកហ្នឹងហើយដំណាក់យើងផងដែរថ្ងៃហ្នឹងគឺស្រួលពិបាកដូចទៅរាល់ដងហ្នឹងគឺទាញខ្សែអស់តែគោលរឹងចុងចុះចងឡើងតាមអ្នកដើរព្រៃហ្នឹងគឺយើងអាចស្នាក់នៅបានមួយយប់ហើយចំពោះមកថ្ងៃហ្នឹងផងដែរគឺខ្ញុំមក3អ្នកពូរបស់ខ្ញុំនឹងបងម៉ាប់ធីមបើនិយាយពីធីមវិញគឺត្រាទេគិតគ្នាត្រូវគឺចេញប្រុយតែម្ដងគឺអត់មានសំចៃគិតពេលវេលាយូរទេហើយបន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមរៀបចំដំណាក់ដើម្បីចងតង់ចងអីហើយនិយាយពីថាចងតង់ក៏មានទៀកមកជាមួយដែរគេចេះដាច់ទេបន្ទាប់ពីយើងចងតង់ចងអីហើយមេក៏បង្អោភ្លៀងមកផងដែរគឺលឹមស្រិចមកតែម្ដងតែទោះបីមេលឹមស្រិចឬក៏ភ្លៀងយ៉ាងណាក៏ដោយពួកអីយើងចេញតាណាទៅដល់ក្នុងព្រៃហើយគឺមានតែតាមតាណាតាមនឹងទៅពួកអីខែភាសាក៏យើងមិនអាចខត់បានទេនៅតំបន់ខ្ញុំនោះគឺមេឃគាត់ទៅចង់ភ្លៀងគឺភ្លៀងហើយឥឡូវខ្ញុំបន្តចូលដល់សាច់រឿងយើងគឺខ្ញុំចាប់ផ្ដើមកាប់អុសហើយបាទយើងកាប់អុស3រស់ទុកដុតហុយដើម្បីបានជាអាំងបាយដាំទឹកម្ហូបពេលល្ងាចអីចឹងណាបន្ទាប់ពីចងដំណាក់បន្ទាប់ពីកាប់អស់ហើយខ្ញុំក៏ឆ្លៀតដាក់មងពីអ្នកបងម៉ាប់ក្រែងនឹងមុននឹងយើងធ្វើដំណាក់ហើយរំដល់ល្ងាចកែកបាន1 2អីចឹងទុកជាម្ហូបពេលល្ងាចព្រោះការដាក់មងវិញគឺយើងត្រូវដាក់កូនបាទព្រោះអីមងយើងអត់ជើងហើយពេលយើងដាក់កូនដើម្បីឲ្យវាលុចហើយយើងដាក់មងដាក់អីហើយយើងនាំគ្នាគុំភ្លើងដុតទៅហើយព្រោះអីថាខែភាសាយើងគឺអស់វាសើមវាចឹងទៅគឺដុតនឹងងាយឆេះទេលើភ្លើងរបស់យើងក៏ចាប់ផ្ដើមឆេះហើយយើងក៏ទើទឹកចំណែកឲ្យផ្សែងវិញគឺថាពូពេញហុយពេញដំណាក់តែម្ដងព្រោះអីថាវាសើមវាចឹងទៅវាឆេះអត់សូវល្អតទៅពីខ្ញុំដុតភ្លើងដុតអីហើយយើងក៏ធ្វើការរៀបចំអ្វីអ្វដែលយើងកុំមកពីផ្ទះមានកមានគ្រឿងស្ករប៊ីចេង7ប្រហុកអីចឹងទៅអ្វីដែលសំខាន់ជាងគេនោះគឺរឹងយើងមិនអាចផ្លេចបានហើយចំពោះការគេងហ្នឹងផងដែរគឺយើងអត់មានអីទេមានតែបោះតង់ចងរឹងគេនឹងឯងពួកអីថាខែភាសាចឹងបើយើងដេកតង់នៅដាក់ជាប់ដីវាចឹងទៅអាចទាអាចអីវាចឹងយើងហានិភ័យវាចឹងយើងគេងរឹងខ្ពស់ទៅវាអត់សូវមានហានិភ័យរឿងទារឿងអីខំបន្ទាប់ពីខ្ញុំរៀបចំកន្លែងសម្រាប់បានសម្រេចឥឡូវយើងក៏មកអង្គុយញ៉ាំត្រេននៅមាត់ទឹកនឹងហែទឹកលេងផងដែរព្រោះអីទឹកនៅដើមរដូវវស្សានេះតែអូស្អាតណាស់និយាយមែនតើគឺថ្លាមែនតើងូតទឹកងូតអីហើយខ្ញុំក៏មុនព្រះអង្គយូរបាទទាញដងសទូចរៀបដងសទូចច្បាប់មកកែងនឹងណាមួយយើងសំមករៀងច្រើនហើយពេលចឹងទឹកក្រៃនឹងបានដើរបវក់បានត្រីបានអីចឹងទៅព្រោះការលេងផ្លែសទូចវិញគឺខ្ញុំលេងផ្លែស្រាប់ព្រាបាទផ្លែពោមាសអូត្រីខ្មាន់ត្រីអីហ្នឹងហើយយើងក៏ចាប់ផ្ដើមដើរចេញបបក់ពីមួយកន្លែងទៅមួយកន្លែងគឺអស់រយៈពេលជាយូរដែរប៉ុន្តែលទ្ធផលគឺមិនបានសោះមិនដឹងថាវាមិនខំឬក៏ទឹកឡើងពេកជោពេកវាឡើងទៅតាមបឹងតាមបួរឬក៏តាមចលងក៏មិនដឹងមិនដែរបន្ទាប់ពីបបក់អស់រយៈពេលយ៉ាងយូរបាទខ្ញុំក៏ចេញដំណើរត្រឡប់មកកាន់ដំណាក់វិញដើម្បីបាយដាំទឹកព្រោះថាមីក៏រសៀលជ្រាផងដែរហើយចំពោះការដាំបាយគឺមានអីពិបាកទេបងប្អូនដូចឃើញស្រស់បាទគឺយើងទៅដាក់ទឹកដាក់ទៀងកយកទៅលាងវល់តាមដែលយើងធ្លាប់ដាំដែលយើងធ្លាប់ដើរព្រៃកន្លងមកអញ្ចឹងណាយកមកដល់មកហើយយើងក៏ទឺលើភ្លើងដាក់ទុកនឹងបន្ថែមបន្ថយភ្លើងតាមដែលយើងធ្លាប់ដាំធ្លាប់មានបបពិសោធន៍ពីមុនមកអញ្ចឹងទៅហើយមុននឹងបាយឆ្អិនក៏ខ្ញុំក៏មិនអោយខាតបាទឆ្លៀតដាក់ស្វាយ1ម៉ាត់2ម៉ាត់សិនដើម្បីទុកជាអាហារសម្រន់ថ្ងៃត្រង់ព្រោះយើងមកយកបានញ៉ាំបាយថ្ងៃត្រង់ទេដល់ពេលអញ្ចឹងហើយមានតែស្វាយនឹងហើយជំនួសអាហារសម្រន់ថ្ងៃត្រង់បន្ទាប់ពីខ្ញុំញ៉ាំស្វាយញ៉ាំអីត្រពុះហើយយើងក៏មកដល់ធ្វើម្ហូបហើយម្ហូបហ្នឹងផងដែរគឺអត់មានអីទេមានតែមីងត្រីខព្រោះអីថាដាក់មងពីថ្ងៃហ្នឹងក៏អត់ដើរបបក់ហ្នឹងក៏អត់តែវាអញ្ចឹងហើយគឺអត់គ្រប់យ៉ាងហើយហ្នឹងមិនដឹងថាសុយឬក៏យ៉ាងម៉េចដែរព្រោះមុខម្ហូបតែថ្ងៃហ្នឹងវិញគឺមានតែមីនិងត្រីខមិនដឹងថាជាស្ងោរឬក៏ជាឆាដែរបាទគេចេះតែដាក់ឲ្យតែឆ្អិនបានហូបមកពេលល្ងាចគឺរួចហើយបាទប៉ុន្តែអ្វីដែលសំខាន់គឺនិយាយពីថាទោះបីឆ្ងាញ់ឬមិនឆ្ងាញ់ឲ្យតែបានដើរព្រៃបានហូបក្នុងព្រៃអញ្ចឹងអង្គុយស្ដាប់សូរសៀងសัตว์យំហូបមើលអង្គុយទឹកធ្លាក់តែអារម្មណ៍ស្រស់ស្រាយណាស់ណាមួយទៀតសេវាទូរស័ព្ទក៏អត់មានអ្នកខលរំខានជិញចូលសំលេងឡានអីក៏អត់មានម៉ូតូអីក៏អត់មានអញ្ចឹងមានអីមានគេស្ដាប់ទឹកហូរសัตว์យំឲ្យស្ដាប់
អារម្មណ៍អ្នកដើរព្រៃដូចខ្ញុំគឺជាតិមែនតើប្រមាណ9ហើយឥឡូវចូលមកកាន់វីដេអូយើងវិញបាទបន្ទាប់ខ្ញុំស្រឆ្អិនហើយយើងក៏ធ្វើការអង្គុយញ៉ាំបាយជុំគ្នាអង្គុយជែកគ្នាលេងពីនេះពីនោះបន្តិចចឹងណាបន្ទាប់ពីខ្ញុំញ៉ាំបាយខ្ញុំក៏កាត់សកម្មភាពដល់ពីយប់មកព្រោះថាយប់នឹងគឺអត់បានចេញដើរឆ្លោះឬក៏ចេញតាណាទេព្រោះអីវាថាអូមេឃភ្លៀងដល់ក៏ឲ្យគេចង់បាក់មេឃយប់នឹងគឺអត់សម្រាប់សោះពិសេសភ្លៀងវិញគឺប្រហែលជា2-3ម៉ោងតម្រាំនឹងគាត់បានសម្រាប់ហើយខ្ញុំក៏មិនហ៊ានសម្រាប់ដែរពេលភ្លៀងមានខ្យល់ខ្លាំងបើចឹងទៅយើងគេងអត់សូវលក់ទេមានតែដេកចាំមើលភ្លៀងចាំមើលខ្យល់នឹងឯងឥឡូវមេឃក៏ស្រាក់យើងក៏គេងលក់ស្រួលផងដែរបាទគាត់ណាសើបល្អជួបគ្នាពេលព្រឹកអរុនសុស្ដីនៅពេលព្រឹកបាននិយាយពីថាងើបមកគឺយប់មិញគឺមិនសូវបានគេងប្រហែលទេបើខ្លាចមេឃភ្លៀងខ្លាចខ្យល់ហើយចំពោះការងើបពេលព្រឹកផងដែរគឺយើងអត់មានធ្វើអីទេបាទគឺងើបមកមានតែដងទឹកដាក់ផឹកកាហ្វេនឹងឯងបាទចំណែកឯពូរបស់ខ្ញុំនិងបងរបស់ខ្ញុំពីរនាក់ទៀតគឺថាគឺមិនតាន់បានងើបទេបាទងើបទេខ្ញុំម្នាក់ឯងមុនគេដាំទឹកដាំអីឲ្យឆុងកាហ្វេណាព្រោះអីយើងគ្មានយើងគេយើងងើបឲ្យលះលហួនជាងចាស់តិចទៅកុំឲ្យថាដល់ពេលយើងគេងើបក្រោយចាស់ទៅកុំឲ្យចាស់គាត់ថាយើងជាក្មេងកម្រុនដេកស្ពឹកអីចឹងទៅឥឡូវកាហ្វេមួយកែវក៏បានឆុងឆ្អិនហើយបាទខ្ញុំក៏អង្គុយញ៉ាំអង្គុយផឹកបាទមើលសូសៀងមើលព្រៃជុំវិញនឹងនិយាយថាទេសភាពអូស្អាតមែនទែនបាទប៉ុន្តែនៅក្រៅភាពស្អាតនឹងគឺអត់បានប្រមាណទេគឺមេគឺបង្អោភ្លៀងធ្លាក់យកតែម្ដងគឺដូចខឹងអញ្ចឹងតែម្ដងបងប្អូនបាទទៅធ្លាក់ទៅភ្លៀងអូស្អីតែអំពើចិត្តតែម្ដងបាទបន្ទាប់ពីខ្ញុំញ៉ាំកាហ្វេហើយគឺខ្ញុំបានចេញតាណាតែបាទគឺខ្ញុំនាំពុកម៉ែបងប្អូនទៅមើលសកម្មភាពនឹងទឹកធ្លាក់នៅដើមរដូវប្រាំងហៅថាកន្លែងនឹងគឺឆាយពណ៌ប៉ុន្តែកន្លែងខ្ញុំសម្រាប់នឹងគឺនៅលើឆាយពណ៌បន្តិចពុកម៉ែបងប្អូនបាទចំណែកទឹកក៏ស្អាតអូមិនអាចពណ៌នាបានទេនៅដើមរដូវវស្សានេះហើយចំពោះទឹកធ្លាក់នេះផងដែរគឺមាន2ជាន់បាទគឺនៅខាងលើគឺយើងអាចចងរឹងឬក៏បោះតង់លេងបានគឺទឹកស្អាតមែនទែនមានថ្មដើរទម្រាបអង្គុយលេងបាទញ៉ាំអីជាជាជុំគ្នាបានគឺអត់មានពិបាកទេបាទតោះពីខ្ញុំអំពុកម៉ែបងប្អូនអ្នកមើលទៅមើលទឹកធ្លាក់ហើយយើងក៏មកលើកមងយើងវិញបាទតែញាត់បានថតសកម្មភាពដើរតាមផ្លូវទេកុំអោយថាពុកម៉ែបងប្អូនឃើញតាមសកម្មភាពដើរច្រើនពេកពេលចឹងកាត់ចោលខ្លះទៅហើយយើងក៏ឈានមកដល់កន្លែងដែលលើកមងផងដែរគឺមងហ្នឹងផងដែរគឺខ្ញុំដាក់3ដៃតាំងពីល្ងាចដល់ពេលថ្ងៃខ្ញុំដាក់មួយដៃដល់ពេលល្ងាចឡើងខ្ញុំមកដាក់2ដៃថែមទៀតនិយាយថាមងរបស់យើងគឺចាប់ត្រីឲ្យរណាលចំណែកត្រីរបស់យើងវិញគឺអត់មានត្រីទេមានតែត្រីក្រោះត្រីខ្យាត្រីស្កាក្តាមឯហ្នឹងតែមិនដឹងថាខាងពុកម៉ែបងប្អូនស្រុកពុកម៉ែបងប្អូនហៅត្រីអីទេបងរបស់យើងគឺដៃទី1ដៃទី2គឺអីទេដល់ពេលដៃទី3គឺជាប់ឈើតែម្ដងពេលចឹងខ្ញុំសម្រេចចេះចោះលឹបទឹកបាទមើលមងតែម្ដងទៅបើថាបើយើងក៏ត្រាក់ទៅខ្លាចដាច់ហ្នឹងស្ដាយតែពេលចឹងមានតែចោះមុជរាវយកមងតែម្ដងពីមើលមងមើលអីហើយយើងក៏ពេលវេលាវិលមកកាន់ដំណាក់យើងវិញបាទគឺត្រីរបស់យើងគឺបានប៉ុណ្្នឹងដែរមកល្ងាចមកព្រឹកហ្នឹងណាហើយខ្ញុំក៏មិនព្រះអង្គយូរបាទចាប់ផ្ដើមពីលេបាទពីលេហ្នឹងដឹងស្អីទេបាទគឺហៅថាច្រាក់ស្កាច្រាស់ហាន់ចកង់ដើម្បីនឹងស្លមុខម្ហូបបាទព្រោះអីងាកមិញយើងត្រីខម្ដងហើយដល់ពេលព្រឹកហ្នឹងយើងបានត្រីស្លឲ្យឆ្ងាញ់មាត់តែម្ដងហើយចំពោះត្រីយើងមានអាំងផងស្ងោរផងនិយាយពីថាអូបានមួយផ្លែតអាំងមួយផ្លែតញ៉ាំមួយផ្លែតស្រស់ហើយញ៉ាំនឹងព្រៃយើងទៀតបូកលាយឡំជាមួយធម្មជាតិទៀតអូអារម្មណ៍ស្រស់ស្រាយមិនអាចពណ៌នាបានទេខ្ញុំឲ្យបងប្អូនទាយបាទថ្ងៃនេះគឺខ្ញុំស្លឲ្យគេស្លមិនជូរដូចរាល់ដងឬក៏ស្លមុខម្ហូបថ្មីបាទសាក់ជីលោមើលមុននឹងតន់ឃើញអញ្ចឹងណាឥឡូវគ្រឿងក្រើរបស់ខ្ញុំក៏ឲ្យអស់ដែរហើយទឹកស្លរបស់យើងក៏ចាប់ផ្ដើមទឺទៅលើចង្ក្រានឬអស់ដែលយើងបានដុតនឹងត្រៀមទុកផងដែរហើយមុននឹងដល់ទឹកពុះគឺយើងចាប់ផ្ដើមដាក់គ្រឿងដាក់ក្រើឲ្យយើងបដាទៅចាំដល់ពេលទឹកពុះពេញស្បឹបចាំយើងដាក់សាច់ត្រីកុំឲ្យវាក្លិនឆ្អាបក្លិនអីចឹងទៅកាលណាបើសិនជាយើងដាក់សាច់ត្រីគឺទឹកមិនទាន់ពុះវាចឹងវាឆ្អាបយើងហូបមិនសូវឆ្ងាញ់ទេដល់ពេលចឹងគឺយើងមានឲ្យទឹកពុះចាំយើងបង់គ្រឿងក្រើតាមក្រោយបានឆ្ងាញ់ហើយចំពោះមុខម្ហូបនឹងបងឯងគឺខ្ញុំអត់ស្ងោរម្ជូរដូចរាល់ដងតែបាទគឺខ្ញុំស្ងោរជ្រក់បែបព្រៃបែបចាស់ប្រាហ្នឹងណាស្ងោរជ្រូកបែបព្រៃមានត្រីអាំងមានអីអូមើលទៅក៏តំណងញ៉ាំដែរបងប្អូនមកញ៉ាំបាយវិញខ្ញុំទាំងអស់គ្នាបាទក៏មិនព្រះអង្គយូរបាទចាំហូបបាយមហូបយើងក៏ឆ្អិនក៏ចាប់ផ្ដើមញ៉ាំយកណាមួយគឺហៀវផងបាទខានបានហូបត្រីធម្មជាតិយូរហើយនៅតែផ្ទះអត់បានចេញតាណាវិញចឹងជារាហើយវីដេអូនឹងបងដែរក៏បាទខ្ញុំសូមបញ្ចប់តែប៉ុណ្្នឹងបាទកុំភ្លេចជួយតាមដាននិង follow page របស់ខ្ញុំម្នាក់មួយផងបាទហើយកុំភ្លេចជួយតាមដានវីដេអូថ្មីជាបន្តទៀតអរគុណបាយគ្រប់លា